របៀបបញ្ចូលលេខទូរស័ព្ទថ្មីទៅក្នុង account Facebook បងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាបាទជួបខ្ញុំទេហើយបាទគឺរបៀបបញ្ចូលលេខទូរស័ព្ទថ្មីក្នុង account Facebook ជាដំបូងបងប្អូនចូលរង Facebook ទៅបាទយកខននេះបាទនិយាយទៅបាទចុចចឹងបានហើយបងប្អូនចុចនេះមកបាទត្រី3របស់យើងលើនេះបាទចេះទៅបាទនេះបាទហើយបងប្អូនដល់កន្លែងនេះបងប្អូនចុចកន្លែងស្ពឺមកបាទចេះទៅបាទបាទមកដល់កន្លែងនេះបងប្អូនចូលនេះ See more in account center បាទចេះទៅនេះបាទចេះទៅបាទហើយបងប្អូនអូនលើនេះមកបាទរកពាក្យថា personal detail បាទនេះបាទចេះទៅបាទហើយនេះបងប្អូនឃើញកន្លែងលេខសាប់យើងនេះបាទឃើញទេបាទនេះចេះទៅអ្នកព្រួយនេះបាទចេះទៅបាទបងប្អូនមើលពីលើមកឃើញពាក្យពីរបាទមួយ add លេខទូរស័ព្ទមួយទៀតគឺ add email បងប្អូនបាទចូលលេខទូរស័ព្ទបាទចេះទៅបាទចាំទេបងប្អូនដាក់ទៅនេះបាទហើយបងប្អូនជួយគ្រីទៅបាទអូចិត្តនេះទៅបាទបងប្អូនចាំ plate បងប្អូនចាំផ្ញើមក Gmail បាទចាំមើលផ្ញើលេខកូដមកទៅបាទបងចាំ plate បងប្អូនបាទឥឡូវនេះមកហើយបាទជួយយកទៅបាទឥឡូវនេះបងប្អូនដាក់លេខកូដដែលគេផ្ញើមកឲ្យមកបាទដាក់ទៅបាទហើយបងប្អូនជួយ continue ទៅបាទនេះបាទចេះទៅបាទប៉ុណ្ណឹងគឺជាការត្រាច់ហើយបាទប៉ុណ្ណឹងបងប្អូនជួយនេះទៅបាទប៉ុណ្ណឹងគឺជាការត្រាច់ហើយបងប្អូនបាទគឺរបៀបបញ្ចូលលេខទូរស័ព្ទថ្មីក្នុង account Facebook បាទហើយបងប្អូនចុចនេះមកបាទចុចនេះ close បាទចេះទៅបាទនេះបងប្អូនលេខខ្ញុំជួបមិញបងប្អូនបាទកាលមុនមានតែមួយទេបាទឥឡូវនេះមាន3នៅ email បងប្អូនបាទមុននឹងបងប្អូនលុបលេខទូរស័ព្ទចាស់ចេញបងប្អូនបញ្ចូលលេខទូរស័ព្ទថ្មីសិនទៅបងប្អូនបាទដើម្បីយើងកុំឲ្យបាត់ account យើងបាទហើយដើម្បីយកបញ្ចូលលេខថ្មីបាទហើយគឺយើងប្រើលេខថ្មីហ្នឹងបងប្អូនបាទហើយក្នុងរបៀបបញ្ចូលលេខទូរស័ព្ទថ្មីក្នុង account Facebook គឺមានប៉ុណ្ណឹងបាទសូមបងប្អូនជួយចែកលេខវីដេអូរបស់បាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ